អាយុដំរស់សរាំដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការនិងការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងក្របខ័ណ្ឌនៃរដ្ឋបាលស្រុកបារាយខេត្តកំពង់ធំខេត្តកំពង់ធំនៅថ្ងៃច័ន្ទ14កើតខែចេសឆ្នាំអាសាញ់សពស័កពុរសករាជ2569ត្រូវនៅថ្ងៃទី9ខែមិថុនាឆ្នាំ2025សាលាស្រុកបារាយបានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងកិច្ចសហការនិងការពង្រឹងច្បាប់ព្រហ្មទណ្ឌក្រោមអធិបតេយ្យភាពឯកឧត្តមរស់សរាំព្រះរាជអាជ្ញានៃឯកការអមសាលាដំបងខេត្តកំពង់ធំនិងលោកខុនច័ន្ទថៃអភិបាលនៃគណៈអភិបាលស្រុកបារាយដោយមានការឧបត្ថម្ភគាំទ្រពីឯកឧត្តមបណ្ឌិតថោងខុនទេសរដ្ឋមន្ត្រីកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគារសាលប្រជុំរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីស្ថិតនៅភូមិស្វាយឃុំបារាយស្រុកបារាយខេត្តកំពង់ធំសមាជិកចូលរួមមានលោកព្រះរាជអាជ្ញារងលោកអភិបាលរងស្រុកលោកប្រធានអនុប្រធានមន្ត្រីនៃលេខាធិការដ្ឋានលោកក្រឡាបញ្ជីកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមូលដ្ឋានកងរាជវុធហត្ថស្រុកផ្នែកប្រតិបត្តិការសឹករងស្រុកមេឃុំមេភូមិមន្ត្រីជលផលមន្ត្រីភូមិបាលនិងមន្ត្រីនៃរដ្ឋបាលស្រុកបារាយសរុបចំនួន123នាក់ស្រី12នាក់ឆ្លៀតក្នុងឱកាសនោះឯកឧត្តមរស់សរាំបានមានប្រសាសន៍មតិស្វាគមន៍និងលើកឡើងអំពីគោលបំណងសំខាន់ចំនួន3ដូចខាងក្រោម1ផ្សព្វផ្សាយអំពីក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាដោយធ្វើបទបង្ហាញសង្ខេបដោយលោកសាយវាសនាព្រះរាជអាជ្ញារង2ពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហការក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌ3ជំរុញបង្ការនិងបង្ក្រាបបទល្មើសចាំបាច់សំខាន់រួមមានបទល្មើសគ្រឿងញៀនក្មេងទំនើងចរាចរណ៍ឃាតកម្មអំពើហិង្សាលួចឆក់ប្លន់ឆោបបោកតាមប្រព័ន្ធទំនាក់ទំនងសង្គមលបែងស៊ីសងកំចៃក្រៅផ្លូវការគ្មានអាជ្ញាប័ណ្ណជលផលនិងនេសាទខុសច្បាប់ធនធានធម្មជាតិខ្លែងបន្លំឯកសារផ្ដាល់ឯកសារដោយទុច្ចរិតសុំផ្ដាល់ឯកសារដោយទុច្ចរិតនិងបទល្មើសសុំផ្ដាល់លិខិតបញ្ជាក់មិនពិត4ដោះស្រាយបញ្ហាប្រឈមនានារវាងស្ថាប័នអាយកាអមសាលាដំបងខេត្តនិងអាជ្ញាធររដ្ឋបាលភូមិឃុំស្រុកឯកឧត្តមរស់សរាំស្នើសុំថ្នាក់ដឹកនាំរដ្ឋបាលស្រុកបារាយកងកម្លាំងទាំង3មេឃុំមេភូមិមន្ត្រីជលផលមន្ត្រីភូមិបាលនិងមន្ត្រីទាំងអស់ចូលរួមផ្ដល់កិច្ចសហការគាំទ្រនៅយុទ្ធនាការនិងការអនុវត្តគោលនយោបាយនានារបស់ក្រសួងយុតិធធដើម្បីបម្រើសេវាយុតិធធជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សត្រឹមត្រូវដំណាភាពនិងប្រសិទ្ធភាពព្រមទាំងបន្តធ្វើកិច្ចសហការឲ្យកាន់តែស្អិតរមួតក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងឡាយក្នុងដែនសមត្ថកិច្ចស្រុកបារាយនៃខេត្តកំពង់ធំឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់